Cầm nái cái nật với chia thằng nạ tí 4 mê riêng tí 9 vị thi cháy ca cháy chùm nôn mê lệ 4 tung nâng 2 tung chẳng nó không video muốn cứ nè kru bàn bởi dù đo ạ xó chô chẳng nhưng bắt đầu chô là xó nhố cứ 5,320cháy oi 56chẳng đầm bay cháy lệch nâng cứ dương tờ 4 từ từ cắt tung khang đầm nàng cháy chẳng cắt 2 tung sân màu và tựa máu mơ thật ta khang đầm nàng cháy nè thông chiếng rồi có smart tu cháy đa rửa ọt chẳng khơi thả này tô chiêng khang tu cháy hạ bay tô chiêng 56cho bà tô chiêng chẳng là cháy ở cái bàn thì bà ọt cháy ọt bán nên tới cắt bần thám mặc tông tiệt chẳng lực này cứ 530cháy ở 56chẳng lực đi thông chiêng ấy cháy bàn này vàตัวปีcháy bànให้ยังត្រូវគិតថាតើ532នឹងចែកឲ្យ56បានប្រមាណអញ្ចឹងដើម្បីគិតឲ្យងាយស្រួលគឺយើងត្រូវមើលតែ2ខ្ទង់ទេមើលតែ2ខ្ទង់ហានេះយើងមើលតែ1ខ្ទង់ទេអញ្ចឹងសួរថាតើ53នឹងចែកឲ្យ5បានប្រមាណបើគិតតាមមេលេខទៅប្រកាសជាចែកបាន10ប៉ុន្តែយើងត្រូវមើលខាងកតុយនេះ6អញ្ចឹងវាធំអញ្ចឹងប្រកាសជាមិនអាចចែកបានដល់10ទេអញ្ចឹងយើងដាក់តែ9មកបានហើយចាយើងដាក់9មកបានហើយចឹងបន្ទាប់មកយើងយក9ហ្នឹងទៅគុណនឹង6 9 ដងចា54ម្ដងទៀត9 6ដងឬ6 9ដងគឺ54បើ54យើងសរសេរលេខ4កាន់ត្រាទុក5 50យើងត្រាទុក5បន្ទាប់មកយើងត្រូវយក9ហ្នឹងទៅគុណនឹង5 9 5ដង45បូកនឹងត្រាទុក5គឺ50ចឹងឃើញ50យើងសរសេរ50ក្រោមខាងតំណាងចែកអញ្ចឹងកន្លែងហ្នឹងពេលទៅសេហើយគឺយើងត្រូវប្រើប្រមាណវិធីដកយកមកដកខាងតំណាងចែកហ្នឹងអញ្ចឹងយើងចាប់ផ្ដើមដកមក2ដក4អញ្ចឹង2តូចជាង4មិនអាចដក4បានទេអញ្ចឹងយើងត្រូវទឹកខ្ចីខ្ទង់ខាងមុខចាអញ្ចឹង2ហ្នឹងខ្ចីគេមកឡើងបាន12ហើយចំណែក3នេះគេខ្ចីអស់មួយនៅសល់2ចឹងយើងចាប់ផ្ដើមដកមក12ដក4អញ្ចឹង12ដក4នៅសល់8អញ្ចឹងយើងសេលេខ8ហើយ2ដក0នៅសល់2យើងសេលេខ2 5ដក5សល់0យើងសេលេខ0អញ្ចឹងពេលដែលយើងដកហើយយើងអាចផ្ទៀងផ្ទាត់ការដាក់ផលចែកហ្នឹងតាមរយៈសំណល់នេះចាអាចមើលតាមសំណល់នឹងបានបន្ថែមទៀតអញ្ចឹងយើងឃើញថាសំណល់យើងដកមកឃើញសល់28តូចជាងខាងតួចែកនេះអញ្ចឹងបានន័យថាការដាក់ផលចែក9របស់យើងហ្នឹងគឺត្រឹមត្រូវហើយបើសិនជាយើងដាក់តូចពេកវាអាចសល់ចាវាសល់លើសខាងតួចែកនេះហើយបើសិនជាយើងដាក់ធំពេកគុណមកគឺប្រកាសជាធំខាងនេះហើយអញ្ចឹងតាមរយៈសំណល់យើងដឹងថាការដាក់9ដងរបស់យើងហ្នឹងគឺត្រឹមត្រូវអាហ្នឹងគឺជារបៀបនៃការមើលដើម្បីដឹងមួយយ៉ាងដែរប៉ុន្តែពីធ្វើបានប៉ុណ្ណឹងគឺយើងត្រូវទម្លាក់លេខដែលយើងមិនទាន់បានចែកអញ្ចឹងយើងកាត់អស់3ខ្ទង់ហើយមានន័យថាយើងចែកបាន3ខ្ទង់ហើយអញ្ចឹង0នេះគឺយើងមិនទាន់បានចែកទេអញ្ចឹងបើយើងមិនទាន់បានចែកយើងត្រូវទម្លាក់មកក្រោមយកមកចែកបន្តទៀតអញ្ចឹងយើងទម្លាក់មក0មកគឺបាន280អញ្ចឹង280អញ្ចឹងដើម្បីដឹងថា280ចែកឲ្យ56នេះបានប្រមាណគឺយើងត្រូវមើលពីខ្ទង់ខាងមុខនេះ8ចែកឲ្យ5តើបាន28ចែកឲ្យ5តើបានប្រមាណអញ្ចឹងតាមរយៈមេលេខយើងសូត្រទៅយើងឃើញថា5ដងគឺ25ហើយបើ5 6ដងគឺ30ចាហើយរបស់យើងគឺមានតែ28ឯងមានតែ28ឯងអញ្ចឹងគឺអត់អាចដាក់ថាចែកឲ្យបាន6ទេប្រកាសជាចែកបានត្រឹម5ហើយព្រោះ5ដងគឺ25អញ្ចឹងមានន័យថាបើមាន25យកចែកឲ្យ5គឺបាន5ចាបើមាន30យកចែកឲ្យ5គឺបាន6ហើយចំនួនរបស់យើងមាន28អញ្ចឹងដាក់បានត្រឹម5មានន័យថាចែកឲ្យបានត្រឹម5ចាចែកឲ្យបានត្រឹម5អញ្ចឹងបន្ទាប់ពីយើងគិតឃើញអញ្ចឹងហើយគឺយើងត្រូវសរសេរលេខ5កន្លែងផលចែកបន្ទាប់មកយក5នឹងទៅគុណនឹង6 6ដងឬក៏6 5ដង30គឺយើងត្រូវសរសេរលេខ0ហើយកាន់ត្រាទុក3 30ត្រាទុក3 50យើងត្រាទុក5បន្ទាប់ពីគុណនឹង6ហើយនេះ5នេះយក5នឹងទៅគុណនឹង5 5ដង25បូកនឹងត្រាទុក3គឺ28អញ្ចឹងយើងដាក់28មកបន្ទាប់មកកន្លែងហ្នឹងគឺយើងត្រូវប្រើប្រមាណវិធីដកចាយើងចាប់ផ្ដើមដកមក0ដក0ស្មើ0ហើយ8ដក8ស្មើ0 2ដក2ស្មើ0
ចឹងសម្រាប់លេខហ្នឹងគឺអត់មានសំណល់ទេឬក៏គេហៅថាសំណល់0ណាកាលណាសំណល់0គឺថាលេខហ្នឹងចែកដាច់អត់មានសំណល់ហ្នឹងគឺលេខចែកដាច់ហើយសម្រាប់ផលចែកនៃលំហាត់ញោហ្នឹងគឺស្មើ90 95ចឹងសម្រាប់លំហាត់ញោហ្នឹងគឺមានប៉ុណ្្នឹងហើយបើចង់បាននៅកំណែលំហាត់បន្តទៀតកុំភ្លេចចុច like និងចុច subscribe ចាសសូមអរគុណច្រើននិងសូមជម្រាបលា